ចំពោះករណីកូនដែលគាត់លួចទូរស័ព្ទមើលអញ្ចឹងអាចដឹងថាតើកូននឹងមើលនៅក្នុងពេលណាមើលនៅក្នុងពេលថ្ងៃត្រង់គាត់ចេញពីសាលាទៅដោយសារគាត់អត់ស្នាក់នៅសាលាទេអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងឬក៏ពេលយប់ចាអញ្ចឹងបើសិនជានៅក្នុងកំឡុងពេលថ្ងៃត្រង់អញ្ចឹងគិតថាអាណាព្យាបាលអាចគ្រប់គ្រងបានទេពីព្រោះនៅក្នុងពេលថ្ងៃហ្នឹងគាត់អត់មានត្រូវការធ្វើកិច្ចការផ្ទះអីស្មើនឹងអញ្ចឹងយើងយកទូរស័ព្ទហ្នឹងទុកទៅយើងមិនចាំបាច់ឲ្យគាត់ទេតែបើសិនជាសម្រាប់ជាក់ស្ដែងនៅពេលយប់ដោយសារគាត់បានរៀន BIC អញ្ចឹងនៅក្នុងសភៅរបស់គាត់អ្នកម្ដាយលោកឪពុកអាច check បានថាអាចពិនិត្យមើលបានគាត់មានសភៅសួរកូនថាសភៅ BIC មួយណាអញ្ចឹងហើយសួរគាត់ថាតើកូនអាចធ្វើរបាយការណ៍នៅធ្វើរបាយការណ៍ BIC ហើយនៅពីព្រោះនៅក្នុងរបាយការណ៍ BIC ហ្នឹងគឺគេឲ្យកូនគ្រប់គ្នាទាំងអស់គឺគេកំណត់គោលដៅក្នុងការរៀនអញ្ចឹងក្នុងមួយពេលល្ងាចហ្នឹងគាត់ចេញទៅផ្ទះហ្នឹងគឺគាត់មានពេល1ម៉ោងណាក៏បានដែរដែលឲ្យអាស្រ័យលើកុមារគាត់ដាក់ខ្លួនឯងចាម៉ោងគឺ1ម៉ោងយ៉ាងតិចបំផុតគឺ40នាទីសម្រាប់គាត់ដាក់គោលដៅរៀនខ្លួនឯងនៅក្នុងហ្នឹងគឺរៀនមាន4ចំណុចទី1តកតងនឹងការគាត់ធ្វើកិច្ចការផ្ទះចំណុចទី2គាត់នឹងមើលមេរៀនដែលគាត់គ្រូបង្រៀនគាត់នៅពេលថ្ងៃហ្នឹងទាំងភាសាខ្មែរភាសាអង់គ្លេសខ្លះអីខ្លះអញ្ចឹងគាត់យកសៀវភៅនឹងមើលមកវិញណាហើយចំណុចទី3គាត់នឹងមើលមេរៀនសម្រាប់ថ្ងៃស្អែកហើយចំណុចទី4គាត់នឹងអានសៀវភៅណាដែលគាត់ចូលចិត្តអញ្ចឹងឪពុកម្ដាយអាចរំលឹកកូនថាតើកូនបានធ្វើហើយនៅកិច្ចការងារហ្នឹងអញ្ចឹងហើយបើសិនជាគាត់ធ្វើបានទាំង4ចំណុចហ្នឹងគាត់ត្រូវធ្វើរបាយការណ៍នៅក្នុងសៀវភៅ BIC ហ្នឹងចាពីព្រោះយើងមានបន្ទុកមានអីដាក់ឲ្យគាត់ទេចាអញ្ចឹងណាចាអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងគឺមានកម្រងធ្វើបែបអញ្ចឹងគ្រប់សិស្សទាំងអស់គឺត្រូវតែធ្វើរបាយការណ៍ប្រចាំថ្ងៃចារាល់ថ្ងៃហ្នឹងគឺគាត់ត្រូវតែបំពេញឲ្យបាន4ចំណុចប៉ុន្តែកុមារខ្លះគាត់អត់បានធ្វើចំណុចទី4ទេតើតើនឹងអានសៀវភៅខាងក្រៅអញ្ចឹងគឺឲ្យតែរាល់ថ្ងៃពហុដែលរៀនជាមួយនឹងគ្រូ BIC ហ្នឹងគឺគាត់នឹងរំលឹកឡើងថាហេតុអីបានជាគាត់រកសៀវភៅអានអញ្ចឹងណាអញ្ចឹងគេនឹងជួយរំលឹកកូនរបស់យើងឲ្យថាធ្វើអីខ្លះហេតុអីបានថ្ងៃនេះអត់មើលសៀវភៅហេតុអីបានធ្វើអីចេះអញ្ចឹងខាងសាលាហ្នឹងបានជួយមួយចំណែកធំហើយក្នុងការដែលពង្រឹងកូនឲ្យកូនរៀនបន្ថែមអញ្ចឹងគ្រាន់តែអាណាព្យាបាលមើលតាមថាតើម៉ោងណាដែលកូននឹងគាត់ដាក់នៅក្នុងសៀវភៅ BIC របស់គាត់នឹងម៉ោងគាត់រៀនចាសួរគាត់ហើយបន្ទាប់មកយើងមើលក្នុងសៀវភៅនឹងទៅហើយយើងមើលដឹងហើយយើង set ឲ្យច្បាស់ថាម៉ោង1ម៉ោងណាឧទាហរណ៍ថាគាត់តនេម៉ោង7ដល់ម៉ោង8អញ្ចឹងគាត់យកម៉ោងហ្នឹងគាត់ set ក្នុងម៉ោងហ្នឹងជាងរាល់ពេលម៉ោងហ្នឹងគឺគាត់ត្រូវរៀនរហូតចាគាត់ត្រូវរៀនតែម្ដងព្រោះគាត់បាន set ហើយចាអញ្ចឹងមើលគាត់ទៅចាតាមដានគាត់ទៅហើយនៅក្នុង1ម៉ោងហ្នឹងយើងចង់ឲ្យកូនមើលយើងត្រូវមានការអភិឲ្យកូនទៅចាបើសិនជា1ម៉ោងសម្រាប់គាត់រៀនហ្នឹងទុកមកគាត់ព្រោះម៉ោងគាត់រៀនហ្នឹងគាត់ត្រូវការទូរស័ព្ទហើយពីព្រោះគាត់ត្រូវបំពេញកិច្ចការរបស់គាត់នៅក្នុង class dojo ក្តីហើយមើលក្នុង Telegram ក្តីគាត់ធ្វើរួចរាល់ហើយ1ម៉ោងហ្នឹងនៅពេលដែលចប់អញ្ចឹងយើងមើលម៉ោងដែរ1ម៉ោងគាត់ចប់អញ្ចឹងយើងអាចប្រាប់គាត់ថាឥឡូវបញ្ចប់ហើយតើយើងអនុញ្ញាតឲ្យគាត់មើលទូរស័ព្ទប្រហែលចាប្រហែលនាទីចឹងប្រហែលនាទីឬកន្លះម៉ោងឬក៏1ម៉ោងអាហ្នឹងយើងឲ្យគាត់អនុញ្ញាតឲ្យគាត់មើលហើយយើងកំណត់ឲ្យម៉ោងគាត់គេងម៉ោងណាអញ្ចឹងយើងប្រាប់គាត់ទៅហើយបន្ទាប់ពីដែលយើង set អញ្ចឹងហើយយើងរៀបចំអញ្ចឹងហើយយើងប្រាប់គាត់ទៅហើយដើម្បីឲ្យគាត់បានសម្រាកទៅហើយយើងអាចដកទូរស័ព្ទពីគាត់ទៅហើយបើសិនជាកូនអត់ទាន់ស្ដាប់ចាបើកូនអត់ទាន់ស្ដាប់ថាខ្ញុំអត់ចង់ឲ្យទេកូនបដិសេធមិនចង់ឲ្យទូរស័ព្ទនឹងសូមប្រាប់មកខាងសាលាវិញដើម្បីសាលាជួយពង្រឹងដល់កូនបន្ថែមចានៅក្នុងចំណុចហ្នឹងចាអរគុណ